vậy bị thaประมาณไงนึงបើក Facebook មកឃើញតែរឿងចាក់សាំងអូអត់ផុតហ្មងធុញពេកចាស់លុយ 15000 ទិញមន់យកមកដុតហើយចាស់លុយ 4000 ទៀតទិញបន្លែមកទ្របបាត់ឆ្នាំងហ្មងអញ្ចឹងបានថានៅក្នុងគ្រោះមានលៀបចំណែកអ្នកឈរលើភាពត្រឹមត្រូវបែរត្រូវគេជេរចំណែកមកចំនួនទៀតចាំតែហៃអើចិត្តរេតាមខ្យល់អេថៃចេញមកដុតមន់បែរមកនិយាយរឿងគេវិញតិចគេជេរដែរទៅបានតោះយើងឈប់និយាយគេយើងមកមើលមន់យើងវិញគឺយើងបន្លែដែលយើងចាស់លុយទិញមិញយកមកទ្របបាតឆ្នាំងតោះមកយើងចាក់ខ្លាញ់ចូលបន្តិចទៅកុំឲ្យខ្លោចបាតឆ្នាំងហើយយើងដាក់មន់ចូលហើយយើងដាក់ប៊ីចេបន្តិចទៅហើយដាក់អំបិលបន្តិចហើយយើងមិនដាក់ស្ករទេព្រោះទីទៀតយើងដាក់កូកាចូលហើយមន់យើងចាប់ផ្ដើមឈ្ងុយបដាហើយអញ្ចឹងយើងដាក់តែ10នាទីទេតោះមកយើង10នាទីហើយយើងបើកមកឆ្នាំងយើងចាក់កូកាចូលចំនួន1កំប៉ុងហើយមូលហេតុដែលយើងដាក់តែ10នាទីហ្នឹងគឺដោយសារមន់ហ្នឹងយើងបំពងហើយស្រាប់ហើយបានយើងយកមកដុតតែរយៈពេល10នាទីទេអញ្ចឹងឥឡូវមន់យើងក៏ចាប់ផ្ដើមឆ្អិនហើយអញ្ចឹងយើងចាប់យកមន់ដាក់ផ្សេងមកហើយបន្លែយើងដាក់ផ្សេងមកនេះដូចស្ពៃក្តោបមិញយើងដាក់ដុតជាមួយកូកាហ្នឹងវាចូលជាតិហ្មងសំបីស្ពៃក្តោបក៏ឆ្ងាញ់ដែរមិនដល់មន់នេះមន់យើងឆ្អិន 100% ហើយអញ្ចឹងយើងក៏យកមកយើងដាក់ហែកណែដាក់មួយចាក់តិចមកមើលនឹងអាជាតិហ្មងឥឡូវមើលតែមាត់អ្នកញ៉ាំនៅដឹងថាឆ្ងាញ់ហើយអរគុណបងប្អូនដែលបានមើលវីដេអូនេះតាំងពីដើមរហូតដល់ចប់